បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តក្នុងបណ្ដាញសង្គម Facebook បាទហើយគឺថាថ្ងៃនេះគឺជាថ្ងៃអង្គារបាទទី13ខែមករាឆ្នាំ2015បាទគឺថាការវេលាម្សិលមិញនេះខ្ញុំបានទៅកោះកុងបាទទៅចូលរួមបាទថតផ្តិតយករូបភាពបាទគឺថាការសម្ពោធវរាគិសនីបាទឫស្សីជ្រុំស្ថិតនៅក្នុងខេត្តកោះកុងបាទដែលជាការវិនិយោគទុនរបស់ប្រទេសចិនបាទទាំងចឹងទេគឺថាបងប្អូនអ្នកនៅតាមបណ្ដាខេត្តនានាជាប់ជាមួយខេត្តកោះកុងនឹងទទួលបានភ្លើងបាទតម្លៃធូរថ្លៃហើយចឹងទេថ្ងៃស្អែកផងដែរគឺថាថ្ងៃពុធបាទទី14គឺថាមានព្រឹត្តិការណ៍ពិសេសមួយគឺថានៅខាងអ្នកលឿងបាទគឺថានៅអ្នកលឿងបាទគឺថាមានការបាទពិធីតភ្ជាប់ស្ពានបាទស្ពានអ្នកលឿងបាទស្ពានអ្នកលឿងស្ពានប្រវត្តិសាស្ត្រក្រមធិបតីភាពសម្ដេចមហាសេនាបតីតេជោ ហ៊ុនសែននិងសម្ដេចគតិប្រិនបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនគឺថានឹងមានមនុស្សចូលរួមយ៉ាងកកកកុញបាទគឺថាចូលរួមស្វាគមន៍ស្ពានប្រវត្តិសាស្ត្រដែលជាស្ពានពេជ្រស្ពានមាសស្ពានប្រាក់នេះជាការក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់ប្រមុខរដ្ឋាភិបាលនៃគណៈបកប្រជាជនជាពិសេសសម្ដេចទាំង3ដែលជាប្រធាននិងអនុប្រធានគណៈបកគឺថាលះបង់គេហៅថាអាយុជីវិតបាទលះបង់បញ្ញាស្មារតីលះបង់គេហៅថាសាច់ស្រស់ឈាមស្រស់ដើម្បីគេហៅថាជាតិមាតុភូមិដោយសារថាលោកបាទដែលជាប្រមុខដឹកនាំគឺថាមានឈាមជ័រជាខ្មែរពិតដូច្នេះការជួយបាទគឺថាប្រទេសជាតិឲ្យរីកចម្រើនហើយគឺថាបន្សល់ជាងគេនោះគឺជាបន្សល់កេរមរតកដ៏ថ្លៃថ្លារបស់គេថាកេរដំណែលរបស់គណៈបកប្រជាជនដែលគេថាជាគតិបណ្ឌិតបាទដ៏វាងវៃរបស់សម្ដេចទាំង3គឺថាសម្ដេចបាននៅហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានសាលារៀនបាទគឺថាហើយនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈចំណេះដឹងជាច្រើនបាទជូនដល់កូនខ្មែរហើយចឹងទេបាទផងដែរខ្ញុំមានថ្ងៃនេះគឺថាបងក្រីចាក់នៅអាមេរិកគាត់បាន call មកពីអាមេរិកគឺថាវេលានេះប្រហែលជាយប់ហើយនៅគាត់ឲ្យ call មើលវីដេអូឃ្លីបមួយដែលបងប្អូនខ្មែរសរិនយើងបាទនៅខាងខ្មែរសរិននេះគឺថាបានបកស្រាយហើយគឺថាបានប្រើសម្ដីគំរោះគំរើយក៏ដូចជាការជេរបចោជាដើមអញ្ចឹងទេគាត់ថាសូមឲ្យបកបន្តិចទៅហើយអញ្ចឹងតិចទៀតគាត់នឹងចូលរួមផងដែរបាទសូមស្ដាប់អស់គ្នាបាទ99ឆ្នាំលោកឯងសម្បទានកើតតែដល់ដីប្រជាប្រដ្ឋនេះលោកឯងមករឹបអូសយោនេះឲ្យក្រុមហ៊ុនផ្សេងដូចជាក្រុមហ៊ុនចិនអាលីយ៉ុងផាប់នោះដូចជាក្រុមហ៊ុនស្អីនៅដែលកោះកុងអារ៉ែងនោះឈើព្រៃតំបន់ដែលគួរតែអភិរក្សទឹកជ្រោះហ្នឹងយើងសល់តែដីតិចណាស់ដែលមានកោះតិចតួចដូចជាកោះមកជួកោះពេលវាចាញ់បាទគាត់គឺថាជាអ្នកនៅឯខាងខ្មែរសុរិនបាទដែលគាត់និយាយខ្មែរបៃឡាំហើយក្នុងសម្លៀកបំពាក់នេះគឺថាពាក់មួកក៏មិនដឹងជាទាហានឬក៏ជាអីទេបាទខោអាវគឺថាអាវខ្មៅដូចជាអាវទាហានឬប៉ូលីសអីយើងមិនដឹងទេព្រោះថាគេតាំងខ្លួនគេជាខ្មែរសរិនបាទជាអ្នកស្នេហាជាតិមួយដែរហើយចឹងទេព័ត៌មានដែលគេបានតាមរយៈតាមដានគឺថាបានតាមរយៈវិសុបាទអាស៊ីសេរីចឹងទេស្ដាប់ទៅគឺថាវល់ខួរហើយចឹងទេធ្វើឲ្យមនុស្សនេះជាមនុស្សគេហៅថាមានចរិតល្អជាដែរតែបែរជាវល់ខួរឈួតឡប់បាត់ទៅហើយចឹងទេគឺថាការស្ដាប់ព័ត៌មានមិនមែនតែស្ដាប់តែម្ខាងទេបើយើងគឺជាអ្នកគេថាស្នេហាជាតិមែនចឹងទេយើងត្រូវមើលទូស្ដាប់វិសុបារាំងវិសុអាស៊ីសេរីតែវិសុអាស៊ីសេរីគឺវិសុបងប្អូនដឹងហើយគឺជាវិសុញុះញង់ចឹងទេមនុស្សនេះគឺថាមនុស្សល្អជាទេខ្មែរសរិនតែដល់ឥឡូវវាទៅឈួតបាត់ទៅហើយចាញ់ដែលថៃដាច់ចាញ់យួនដាច់ហើយគេយកកោះត្រល់ទៅមួយលោកអាចគិតเสียดายហីដីសម្រាប់តែគេដូនតាណាដូចជាគោវត្តលោកឯងសំបទានឲ្យគេនេះក្នុងមួយឆ្នាំលុយចូលក្នុងគោវត្តនេះស្មើនឹង200លានដុល្លារសហរដ្ឋអញ្ចឹងមិនថាហើយសួរថាវាដឹងតួលេខមកពីណាដឹងដល់ທາງគោវត្តគេថាចំណូលចូលដល់200លានដុល្លារអញ្ចឹងទេបាទរឿងគោវត្តខ្ញុំបានបកស្រាយសង្ឃឹមថាអាជ្ញាធរអប្សរាក៏ដូចជាបាទគឺថាខាងក្រុមហ៊ុននឹងសហការគ្នាដាក់អាធុងបាទចូលនឹងមានទិន្នន័យដើរចូលទៅវាវាយកលាប់ចាក់អញ្ចឹងដូចនៅប្រទេសគេបាទនៅកូរ៉េនៅចិនហ្នឹងថាចូលកន្លែងតំបន់សារមន្ទីរគេមានប្រមងជួរគ្នាអញ្ចឹងមានធុងហ្នឹងគេមានដែកហ្នឹងគឺដាក់ខណ្ឌអញ្ចឹងយើងចូលទៅរុញដែកនឹងចុះអញ្ចឹងវាវាយឡើងចេញតួលេខហើយអញ្ចឹងទេប្រាប់មួយនៅខ្មែរសរិនផងដែរថាខាងរដ្ឋសភាក៏ដូចជាអាដាមជាងយៀបបានគេហៅមានប្រសាសន៍ហើយគឺថា
ចំណូលគឺថាបានតែ40លានទេតែបពប្រឆាំងលោកសុនឆៃនៃការចោទប្រកាន់គ្មានមូលដ្ឋានបានចោទថា150លានតែឥឡូវកើនេះបានចោទថាមាន200លានអញ្ចឹងទេតួលេខចេះតែកើនហើយអញ្ចឹងទេឃើញថាវាលើកើមួយទៀតដុល្លារសហរដ្ឋអាមេរិកបាទអាផលអាគុំចុកដូចអញ្ចឹងว่าអាជួយទៀតអាគុំជួយនេះគាត់ជួយឲ្យសោះអាគុំមីតុកគ្រឿបតែបច្ចុប្បន្ននេះចឹងទេមិនមែនជាស្នេហាជាតិទេសវឹងអាឡែតែសវឹងខួបបាទពួកនេះគេថាពួកសវឹងខួបបើយើងនិយាយថាពួកអនាថាបាទពួកមិនដឹងខ្យល់អីណាបាទនិយាយចេញមកគឺថាពីលតែម្ដងហើយចឹងទេខ្ញុំសូមភ្ជាប់បាទទូរស័ព្ទទៅបងក្រីចាក់នៅខាងសហរដ្ឋអាមេរិកបាទដែលគាត់កំពុងតែតាមដានហើយគាត់បាន call មកខ្ញុំរឿងអាមួយនៅខ្មែរសរិនដែលជាមនុស្សប្រមឹកខួបបាទចេញមកឃើញថាមានសាក់អីណានទ្រូងសាក់អីសាក់សូតស្អាតទៀតអានេះសាក់គឺថាសាក់ប្អួតដោយអាពាក់មីថាសាក់ប្អួតស្រីៗតាមក្រៅអូខេហើយចឹងទេបាទសូមភ្ជាប់ជាមួយបងក្រីចាក់អាឡូជំរាបសួរបងបាទលោកជំរាបសួរផលបាទហើយសុខទុក្ខយ៉ាងណាដែរបាទក្នុងវេលានេះបាទសុខសប្បាយដែរផលអត់អីទេតែយើងធ្ងោថាកើតទុកឡើងមានអ្នកនិយាយទៅឡើយថាបើនៅអាមេរិកកើតទុកវិញមិនទៅខ្មែរហ្នឹងហើយដូចជាវីដេអូឃ្លីបបាទអាម្នាក់មួយហ្នឹងខ្ញុំមើលទៅដូចជាខ្មែរសេរិននៅខ្មែរយើងមិនថាស្អប់ទេណាតែយើងស្អប់តែខួររបស់វាគឺថាប្រឡាក់អាចបាត់ហើយប្រឡាក់ត្រង់មិនគឺថាវាស្ដាប់អាស៊ីសេរីអញ្ចឹងទេវាអត់បានមើលតាមដានវិទ្យុផ្សេងនានាដោយវិទ្យុបារាំងអីគេអត់មានលើកឡើងទេរឿងគេថាចំណូលអង្គរវត្តណាដូច200លានណាជាអីដូចជាសុនឆៃថា150លានដល់នេះវាឡើង200លានធម្មតាគ្នាផលអើយគ្នាដែលថាគ្នាជាគ្នាស្ដាប់តាវិទ្យុស្ដាប់តែអីយ៉ាងគ្នាពុលតាមហ្នឹងហើយគ្នានិយាយទៅមើលបងតាមមើលទៅក្នុងរឿងហ្នឹងអូនហ្នឹងដូចគ្នាគ្មានពេលនឹងស្ដាប់អីត្រឹមត្រូវផងក៏ហើយជាគាត់លឺតាវាថាទៅបាទព្រោះអីគ្នាមានពេលណាស្ដាប់ផលគ្នាមានពេលតែផឹកហ្នឹងហើយបាទសាប់ប្រមឹកបាទមានពេលបាទគ្នាមានពេលផឹកប្រមឹកបើនិយាយទៅគ្នាយើងប្រកាន់គ្នាបាក់ប្រកាន់ថាអូនហ្នឹងគ្នាយ៉ាងណាគ្នាបែកទៅហ្នឹងហើយបាទហ្នឹងហើយគាត់អូនឯងផលឯងស្ដាប់មួយមានខ្លះជេរពីក្រោយជេរផលឯងហ្នឹងហើយប្រាប់បងផ្ដាំទៅអូនហ្នឹងផងហ្នឹងហើយថាអូនស្នេហាជាតិល្អហ្នឹងហើយបងតែងតាំងគាត់ឲ្យធ្វើស្ដាច់ហ្មងកុំឲ្យធ្វើរដ្ឋមន្ត្រីអីអូគេចង់ខ្ញុំលើឃ្លីបគេថាគេចង់ធ្វើជានាយករដ្ឋមន្ត្រីគេថាបើដឹកនាំកើតចុះចេញទៅគេខ្លាចជានាយករដ្ឋមន្ត្រីហ្នឹងឥឡូវបងតែងតាំងឲ្យគាត់ធ្វើស្ដាច់ហើយម្នាក់ជេរផលឯងគាត់ធ្វើរដ្ឋមន្ត្រីពីហ្នឹងបាទតែរដ្ឋមន្ត្រីនឹងស្ដាច់នៅតូបស្រាហ្នឹងហ្នឹងហើយបាទគាត់និយាយត្រូវគាត់និយាយត្រូវច្រើនព្រោះគាត់ថាគាត់អ្នកស្នេហាជាតិតែគាត់សួរមែនតើគាត់ធ្វើធានហើយណាធ្វើធានឲ្យសៀមធ្វើធានឲ្យអាកៀងបាទហ្នឹងហើយអូអានោះស្នេហាជាតិបងសួរតាអាកូនឪហ្នឹងវិញថាអាកូនឪឯងស្គាល់ពាក្យជាតិតិហ្នឹងប្រែថាម៉េចបើអូនឯងជាខ្មែរទៅស្គាល់ពាក្យជាតិតិហ្នឹងប្រែថាម៉េចហ្នឹងហើយអ្នកស្នេហាជាតិពិតប្រកបគេអត់ដូរកំណើតគេអត់ដូរខ្លួនគេអត់ដូរខួរទេហ្នឹងហើយដូចបងជំរាបផលពីមុនអញ្ចឹងថាអារឿងបាត់បង់ដីបងអត់ភ័យទេផលព្រោះបើសិនជាដូចសៀមក្តីយួនក្តីថាចង់បានដីខ្មែរក៏អត់ស៊ីចូលពោះកាត់ដែរបាទត្រឹមត្រូវដីខ្មែរនៅតែដីខ្មែរទេផលមែនទេបាទតែសំខាន់បងខ្លាចបាត់បង់នៅខ្លួនជាខ្មែរថាដោយអូនអញ្ចឹងណាបាទហ្នឹងហើយគាត់ថាខ្មែរនិយាយខ្មែរអត់ច្បាស់ផងហ្នឹងហើយអួតថាខ្មែរមិនទៅហ្នឹងហើយអត់ស្គាល់វប្បធម៌អរិយធម៌ភាសាខ្មែរមិនផងខ្មែរយើងនិយាយពីបាបនឹងបុណ្យបាទគាត់បាបនឹងបុណ្យហើយយើងដូចបងនិយាយថាភាសាទៅញ៉ាំនៅខ្មែរនៅហាងនៅខ្មែរតម្លៃ$50ហ្នឹងញ៉ាំបបរក្តាមមួយចានពីរចានក្តីអស់$50ពីគេគិតលុយហ្នឹងហ្នឹងហើយបានបងចង់និយាយថាប្រទេសខ្មែរឥឡូវទំនើបណាស់ដោយផ្សារ EON អីចឹងណាផលណាហ្នឹងហើយទំនើបមែនទែនទំនើបរហូតដល់ថាយើងរំភើបក្នុងខ្លួនណាទី1ទី2បងដែលនិយាយរឿងបាតកម្មហ្នឹងបងចង់និយាយបាតកម្មបាតកម្មហ្នឹងបាតកម្មមិនបើបាតកម្មផ្លូវវៃស្រីហ្នឹងហៅបាតកម្មឬមួយក៏កុបកម្មណាអូននឹងស្គាល់អត់ហ្នឹងអាហ្នឹងគេនិយាយថាពីទោសក្បត់ជាតិរឿងចង់ធ្វើរដ្ឋប្រហាររឿងបងប្អូនបាតកម្មបងប្អូនស្រែកនៅកន្លែងតាមផ្លូវនៅស្រុកអាមេរិកស្រុកអីអត់បញ្ហាដែរបងប្អូនធ្វើបាត់ផ្លូវនៅខាតពេលវេលាគេរស់ស៊ីទី1ណាបាទទី2បង្កើតជាដបផ្សាំងគប់បង្កើតជាគ្រាប់ក៏ជាពីមបង្កើតជាអីអានោះសត្រាវុធកើតឡើងអានោះទៅជាចម្បាំងទៅហើយមិនមែនបាតកម្មទៅជាកុបកម្មទៅហើយ
ឥឡូវសួរបងតិចថានៅអាមេរិកគេបដ ாய் ឲ្យចឹងអត់និយាយប្រាប់អាអន្តិតនឹងទេវាយល់នៅអាមេរិកគេទុកឲ្យគប់ដុំថ្មគេគប់ឲ្យហៅថាវាយតដៃមួយបលីអត់បាននៅស្រុកអាមេរិកបើសិនជាអញ្ចឹងមែនគេបដ ாய் ឲ្យធ្វើគេឲ្យធ្វើយ៉ាងគេឲ្យធ្វើដែរបើតែយើងធ្វើបានក៏ថាគេចាប់យើងដាក់គប់ហ្នឹងហើយគេមានសិទ្ធិបាញ់យើងចោលដូចគ្នាព្រោះគេចោទថាគ្រាន់គេចោទថាយើងក្បត់ជាតិហ្នឹងហើយគេចោទថាយើងរំលំរដ្ឋាភិបាលគ្រាន់តែថ្ងៃមុនទៅ Dick Cheney នេះដែលគាត់ពីមុនគាត់ជា Vice President ណាបាទបន្ទាប់ពី Bush ហ្នឹងហើយជំនាន់ Bush ធ្វើការហ្នឹងហើយអ្នកទៅបាតកម្មនៅផ្ទះគាត់បាតកម្មពីរឿងមិនរឿងតនកម្មគាត់ធ្វើតនកម្មមិនខ្ញុំអត់ដឹងទេរឿងអស់ហ្នឹងក៏ខ្ញុំឃើញព័ត៌មានបន្តិចគេលិះទៅដេញចេញយើងអត់ចេញគេចាប់ដាក់គុកប្រហែល 4-10 នាក់ហ្នឹងហើយអាហ្នឹងអត់មានអីគ្រាន់តែទៅសរសេរกระดาษស្រែកមុខផ្ទះគេផងនឹងមុខផ្ទះអ្នកមានអំណាចស្រុកអាមេរិកអញ្ចឹងណាបាទហ្នឹងហើយហើយអញ្ចឹងនិយាយទៅអូនហ្នឹងបើនិយាយភាសាអូនហ្នឹងហៅគាត់ថាកូនឪហ្នឹងហើយកូនឪហ្នឹងគេបាទភាសាកូនឪហ្នឹងកូនឯងត្រូវសិក្សាឲ្យច្បាស់អំពីថាប្រទេសសេរីភាពពិតប្រាកដនៅប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដបើអូនឯងនិយាយអត់ស្គាល់សេរីភាពអត់ស្គាល់ប្រជាធិបតេយ្យជាអ្វីទេអូនឯងកុំនិយាយនឹងប្រជាធិបតេយ្យហ្នឹងគេឲ្យប្រជាជនមានអំណាចហើយប្រជាជននៅខ្មែរហ្នឹងអត់អំណាចទេបើនិយាយនៅក្នុងតូកាហ្វេកាប់ចាក់បាញ់បោះមកស្រឡាញ់យ៉ាងហ្នឹងហើយហើយអត់មានអំណាចទេបើស្រុកអាមេរិកវិញអូនឯងនិយាយរឿងបាញ់ president ចោលនិយាយរឿងអីហ្នឹងអូនឯងជាប់គុកហើយអូនអត់បានសុខទេបាទនិយាយទៅដល់ថ្ងៃរដ្ឋាភិបាលនៅខ្មែរថ្ងៃដូចថាលើកលែងច្រើនណាស់ហ្នឹងហើយដូចចំពោះបាតកម្មបាត់ផលមើលបាត់ផ្លូវបាត់អីក៏អត់មានទេដែរគ្រាន់តែគេថាឲ្យមានច្បាប់ត្រឹមត្រូវអ្នកឯងចង់ធ្វើអីធ្វើទៅសំខាន់មានច្បាប់បាទឲ្យខ្ញុំអត់បកកាយទៅថាទៀបបាត់កម្មករទៀមបខែ160ដែលអូននឹងនិយាយហ្នឹងណាខ្ញុំស្របព្រោះអីអាហ្នឹងវាត្រូវតែថាគ្នាធ្វើការត្រូវតែមានប្រាក់ខែឲ្យសមរម្យអញ្ចឹងហើយក៏ប៉ុន្តែបុរដ្ឋាភិបាលគ្រាន់តែបាតកម្មភ្លាមឲ្យ160 3ថ្ងៃក្រោយទៅបាតកម្មទា500ហើយមែនទេផលបាទត្រឹមត្រូវបងគេមានគោលការណ៍របស់គេរដ្ឋាភិបាលនឹងគេមានគោលការណ៍របស់គេប្រាក់ខែឡើងតាមកម្រិតឡើងម្ដងតិចមិនមែនឡើងមួយថ្ងៃឡើង500ទេវិញអត់តកែទៅបានលុយធ្វើវិរុទ្ធបတ်អ្នកបើករោងចក្រនឹងថ្មីហ្នឹងហើយណែគាត់ណាបកាត់បងតិចថាឥឡូវយើងគិតថាយុទ្ធសាស្ត្របើកចំហជើងមេឃអញ្ចឹងរដ្ឋាភិបាលលោកទទួលទាំងអស់អ្នកវិនិយោគទុនណាបងណាដល់អញ្ចឹងទេឥឡូវដូចជាលោកប្រធានដឹកនាំបពប្រឆាំងនឹង2រូបតើគាត់មានសមត្ថភាពទៅទាញអ្នកវិនិយោគទុនណាមួយអ្នកមកដាក់ទុននៅស្រុកខ្មែរហើយឬនៅណាចាំនិយាយឬក៏ក្រុមគ្រួសារគាត់ណាលុយដែលគេហៅថាពាក្យចចាមរាមថាបាត់40លានឬ50លានដុល្លារយកទៅបើករោងចក្រហើយសាកបើកឲ្យកម្មករដែលគាត់ធ្វើហ្នឹងប្រាក់ខែ160ទៅឬក៏មួយទៀតគឺថាចំការកស៊ូគាត់ណាចំការអាមេរិកគាត់សួរតែអ្នកមើលថែដូចជាអ្នកដាំអាមេរិកតាមឲ្យបានប្រាក់ខែ160នៅឥឡូវយើងពិភាក្សាសិក្សាមកវិញចំពោះគាត់ណាឥឡូវតើបានឬនៅទេសូម្បីតែសន្តិសុខកងឡានក៏មិនបានដែរយើងនិយាយចំនិយាយហ្មងបាទត្រូវហើយនឹងខ្ញុំជឿថាអញ្ចឹងដែរបានខ្ញុំជឿតែយ៉ាងដែរព្រោះខ្ញុំធ្លាប់ឮពីមុនធ្លាប់ឮគាត់អំពាវនាវឲ្យគេផ្ដល់ជំនួយនឹងខ្ញុំធ្លាប់ឮតែរឿងថាគាត់អំពាវនាវឲ្យគេយកជំនួយទៅជួយខ្មែរអត់ទាន់ឮផងអត់ទេមានតែគេថាផ្ដាច់ដឹងថារដ្ឋាភិបាលនេះគឺមុនបងគិតថាមុនគេផ្ដល់សេចក្តីទុកចិត្តមុនគេឲ្យជួយមកខ្មែរឬក៏គេឲ្យខ្មែរខ្ចីលុយសិតតែគេបានសិក្សារួចទៅហើយណាថារដ្ឋាភិបាលនេះគឺនឹងថឹងណាបើរដ្ឋាភិបាលសាក់លោកកឹមសុខាសំស៊ីឬឡើងវិញបាទខ្ញុំនិយាយថាមិនដល់កន្លះខែទេបាទម៉ត់ដូចខ្ទឹមលើបាទវល់វែកបាទបងជំរាបផលដែលយើងដូចជាផលជាក្តីផលមានលុយផលមិនល្ងងទេបាទបើល្ងងអត់មានលុយធ្វើអ្នកមានទេមែនទេផលបាទត្រឹមត្រូវបងបាទហ្នឹងហើយបើយើងល្ងងប្រហែលជាដូចអូនពីរហ្នឹងហើយហ្នឹងហើយគេទាំងជាកម្មចាស់ហ្នឹងសុជីវធម៌ខ្មែរអូនបងសួរតើអូនជាសរិនមិនចេះតែឯងស្អុយហ្នឹងហើយខ្ញុំក៏ចេះដែរមិនចេះតែឯងទេណាហ្នឹងហើយអញ្ចឹងអូនឯងត្រូវគិតពិចារណាថាភាសាខ្មែរនិយាយថាម៉េចអសរោះហ្នឹងកាប់ចាក់ជេរបចោហ្នឹងមិនមែនជាភាសាខ្មែរទេអូនបាទខេមរៈភាសាគេប្រើភាសាបរុសណាមានសុជីវធម៌ឥឡូវចេះបងអូនឯងអួតស្នេហាជាតិអីមិនមែនទេអត់ទេអត់ទទួលស្គាល់ទេឥឡូវអាមួយនៅសរិនហ្នឹងវាថាវាស្នេហាជាតិបងណាឥឡូវយើងគិតចេះហើយមិនឥឡូវយើងវាយចេញ$5,000ខ្ញុំ5,000ទៅឲ្យវាទិញបាន10000ឲ្យវាដុល្លារឲ្យវាបង្កើតក្រុម
មួយដូចនៅអ៊ីស្លាមណាអាស៊ីហ្នឹងបាទឲ្យទៅបាទមែនបងវាថាស្នេហាជាតិឥឡូវចេះយើងផ្គត់ឥឡូវ2នាក់យើងថាត្រៀម10000ឡាយវាចុះ10000គ្រាន់តែ10000ទៅឲ្យ20000ឲ្យវារំដោះយកខ្មែរសរិនមកវិញណាឥឡូវថាមិនកើតទេដាក់គ្រាប់បែកផ្ទុះងាប់បាទទៅក្នុងឡានទៅដើម្បីថាគម្រាមថៃមួយទៅដើម្បីគេហៅថាឲ្យដឹងថាទឹកដីខ្មែរអ្នកស្នេហាជាតិនៅនោះមិនវាហ៊ានអត់បងមិនយើងគិតចឹងហ៎មិនឡើយអញ្ចឹងបានបងចង់សួរអូននឹងទៅវិញថាអូនឯងមានបើកភ្នែកអូនឯងនៅសរិនសេបងឯងមានបើកភ្នែកមើលថៃថ្ងៃមុននេះបាតកម្មគ្រាន់តែបោះតង់បាតកម្មចូលទៅបាញ់ទៅចាប់នោះអានឹងគេហៅស្អីគេអូនឯងឆ្លើយនឹងបងមកអូនកុំបានតែព្រុសអត់ប្រយោជន៍យើងនិយាយឲ្យការមានការពិតមកបាតកម្មនៅខ្មែរគេបង្ក្រាបដោយសារគប់ដុំថ្មគប់ដបសាំងឲ្យអ្នកបាញ់ពិតប្រកបមិនដឹងជាអ្នកណាផងហ្នឹងហើយព្រោះពេលនឹងច្បោកច្បល់គ្នាណាហ្នឹងហើយមិនដឹងជាបង្កើតដើម្បីគេនយោបាយគេយកចំណេញនយោបាយទៅបង្ការណាមួយយើងអត់ដឹងទេហ្នឹងហើយបាតដៃទី3ជាបាតដៃរបស់អ្នកណាយើងអត់ដឹងទេហ្នឹងហើយអាចថាបាតដៃអ្នកនិយាយនោះក៏មិនដឹងព្រោះអ្នកនិយាយចោតប្រកាន់គេក៏មិនដឹងដែរបាទអញ្ចឹងហើយដូចនៅថៃថ្ងៃមុនព័ត៌មាននោះគេអត់តន់លុបដល់ឡើយណាហ្នឹងហើយបោះតង់ចូលទៅបាញ់ដេកចាប់ហ៊ានចូលទៅបាញ់ដេកចាប់អានឹងជាស្អីគេអូនហ្នឹងហើយមើលអាកូនឪឲ្យឆ្លោតមកមួយប៉ាមកកូនហៅអាល្ងងទូអាល្ងងទូហ្នឹងហើយអញ្ចឹងបានថាឲ្យដូចស្រុកអាមេរិកក្តីហ្នឹងអូនអត់ឲ្យដឹងមិនទេដូចជាគ្រួសាររបស់ President Kennedy គ្រួសាររបស់លោក President Bush ហ្នឹងហើយកូនចៅគេណាមិនងាយនឹងជួបយើងទេផលម្នាក់បានជួបម្ដងបានថតហ្នឹងសិនតែមានមុខមានមាត់ខ្លាំងណាស់មិនមែនចុះទៅដូចជាកូនចៅសម្ដេចតេជោដូចជាហ៊ុនលោកឯកឧត្តមហ៊ុនម៉ាណែតហ៊ុនម៉ានីហ៊ុនម៉ាណាដែលចេញទៅធ្វើផ្ទះឲ្យអ្នកក្រីក្រចុះទៅជួបអ្នកក្រីក្រចុះទៅអោបរត់កូនអក្រអត់ទេផលខុសគ្នាឆ្ងាយណាស់ហ្នឹងហើយផលសួរអ្នកនៅអាមេរិកអ្នកណាមួយណាដែលអួតថាបានធ្លាប់ទៅជួបកូនចៅ Kennedy ចាប់ដៃមកកូនចៅ Kennedy មើលឲ្យឃើញបង្ហាញផុសតាំងមើលហ្នឹងហើយកុំ Kennedy គេមិនសូវស្គាល់កូនចៅ Bush ហ្មងបាទកូនចៅ Bush ក៏បានដែរបានជួប Bush ផ្ទាល់អីមើលហ្នឹងហើយពេលដែលជួប Bush មាន fundraising ទេហ្នឹងហើយមានតែចុះតាម campaign ទេចុះមកតាមដូចថាពេលគេបោះឆ្នោតចុះមកនិយាយណាពេលនិយាយឲ្យតាមនេះមកអត់មិនដែលបានជួបទេផលឃើញក្នុងទូទេមិនដូចជាកូនបកចៅរបស់គាត់សម្ដេចដេជោកូនចៅក៏បដៅបានអបគាត់មែនខ្ញុំមិនលើកតម្កើងគាត់ឲ្យបានតំណែងទូនាទីអីទេអត់ទេអូនអត់ទេផលហ្នឹងហើយខ្ញុំនិយាយតែកាប់ខ្ញុំឃើញមិនខ្ញុំនិយាយអញ្ចឹងហ្នឹងហើយកុំឲ្យខ្មែរយើងមួយចំនួនគាត់ដូចថាគាត់ស្ដាប់តែពាក្យគេជជែកហើយគាត់អកតេជាមួយនឹងថ្នាក់ដឹកនាំរបស់ខ្លួនណាហ្នឹងដូចជាអូនពីរនាក់ហ្នឹងអញ្ចឹងហ្នឹងហើយអូនឯងអាសាបើកមើលឲ្យអូនឯងមើលមានបងប្អូនក្រៅប្រទេសអាសាសួរផងហ្នឹងហើយកុំនិយាយអញ្ចឹងថ្ងៃមុនខ្ញុំក៏ឃើញអ្នកមានអ្នកនៅ New Zealand គេ comment នៅក្នុងការជជែកខ្ញុំជជែកមើលផលហ្នឹងណាបាទគេថាបើឯងនៅស្រុកអាមេរិកវេទនាយ៉ាងឯងមិនរត់មកនៅខ្មែរប្រាប់ថាអូនដីកំណើតរបស់បងអត់ចោលបងងាប់នៅខ្មែរមិនងាប់នៅស្រុកគេដល់អូនឯងទេងាប់នៅស្រុកគេកប់ឈើហើយគេអត់ឲ្យដីឲ្យកប់ទៀតទោះឯងមានលុយទិញកប់ស្រុកគេអត់កប់ទេស្រុកគេតែចំពោះដីចំពោះបងដូចផលឃើញស្រាប់បងនៅស្រុកនេះបងណាបងដើរមកនេះបងមកដើរមើលថាតើប្រទេសអាមេរិកវាយ៉ាងណាបងមករៀនណាអូនរៀនចាប់បងទៅខ្មែរវិញហើយផលដឹងថាដីបងនៅខ្មែរយ៉ាងទៀតបំផុតក៏មាន5-10ហិកតាក៏ទិញទុកបាទហ្នឹងហើយបងផ្សំសម្រាប់ទិញទុកនៅខ្មែរវិលទៅវិញមានដីនៅតែអានេះនិយាយមួយបងហ្នឹងទៅវិញអត់មានកន្លែងនៅទេអូនហ្នឹងហើយទៅវិញមិនស្រួលមិនដឹងទៅនៅកន្លែងណាទេអត់មានកន្លែងនៅហ្នឹងហើយនៅមួយយ៉ោមបុផាហ្មងគេលោកបងរៀលខេមរិនគាត់ឲ្យនៅណាហ្នឹងហើយដូចជាអាល្ងងទូបាទនៅខ្មែរសរិនហ្នឹងវាបាននិយាយថាដឹកនាំ28ឆ្នាំគឺថាអីអត់មានរីកចម្រើនហើយបើវាអត់បើកភ្នែកមើលសោះហ្នឹងហើយវានៅរាល់ថ្ងៃនៅនេះដូចនៅគុំជែកនៅព្រៃជែកទេណាឃើញមានកថោមានអីអានេះមិនស៊ីបាយនៅចានស៊ីបាយនៅកថោឥឡូវយេផលបងមិនចឹងនេះឥឡូវថាអូនហើយមានលុយមកខ្មែរអត់អូនអត់មានបងឲ្យគេនៅព្រំដែនយកលុយទៅអូនឯងឲ្យមកជួបគេនៅព្រំដែនមកនៅប៉ោយប៉ែតមកមានគេដឹកអូនឯងមកលេងពេញហើយចាំផលឯងជួយដឹកអូននឹងទៅសាអ៊ីអនឲ្យគាត់ហូបមួយឆ្អែតទៅឲ្យដឹកគាត់ឲ្យមើលនៅបន្ទាប់បើថាគាត់មើលមិនយល់ទេដាក់គាត់ពីឲ្យតែភ្លើងទៅហ្នឹងឲ្យគាត់យល់បន្តិចចាំមិនគាត់មានបើកភ្នែកមើលសោះអញ្ចឹងរដ្ឋាភិបាលដឹកនាំហ្នឹងហើយឲ្យទៅមួយម៉ាត់ណាក៏យួនពីរម៉ាត់ណាក៏យួនបើអូនឯងនៅតែលៀបពណ៌ដូចនេះទៀតតើខ្មែរទៅជាអ្វីហ្នឹងហើយ
bong đây bong gì miếng pháo này bong bắt bong đây bong ăn thấy thế của xiêm của mình xị đây chôn pua yun có xị đây chôn pua đây dương miên prum anh mới thầm thử này mấy này pháo nâng ngày sai sầm khăn vợ khai bắt bong à thôn thiên chỉ khmái đấy nâng ngày ban cho sinh chiết Americ cho sinh chiết Parang ban flick nơi đang cùng đặt bọc lún này nâng ngày tập bài pol nâng bắp thò cái gì thò cái cất cái khuôn ai để xa khuôn ai đầm lại khuôn chỉ khmái ban sân nơi ôn chăm ôn ai như đi côn kỳ nâng ngày ôn ai khmái dây mình ba phong ôn ai thay thư để hiến ai xiêm tiết nâng ngày ôn ai thư để hiến ai xiêm nâng ngày muốn vay một vay phải hiến nâng vay băng gì môi để nào mình băng gì môi khmái anh nâng ôn ai snai ha chiết đấy nè còn bây giờ mặt bong tay tăng có đại có thư sạch môi tiết chi mà ai phao lái nào nâng môi nó ai thư rầm tray nè tay rầm tray sạch nhờ lại nâng lại quạt chế nâng lại phải ách nâng và nâng ngày dân màn tha ở đó dễ lược là pata cam ọt kho tê cầm tay cầm ao đặt kho chấm bát nâng ấy hay bây giờ riêng tầm lang tạ khai cam mà có nhom có o đại ban tầm lang cầm tay cái tầm lang cái miên tam thana được cầm vào cái lang mà đong tích nâng bây giờ lại ngày nâng bay ngày bạn đã cam với nâng ban rồi học mà tật cởi bạn đã cam tia pram rồi để nhầm tha chứ chấm năng chấm nôi chất mình nước để tham pi và lia mình cục cái đó này phao bạn bom mà hơi sọc ná của miên đã cro đài nè cro nè miên bộ giống ăn bật tiệc mai dư chưa lựa bon bằng bát là thư bon kỵ man sau nơi sầm mặt bon vào kia để dư thư map dư rong cam ấy nữa ấy ấy dân ôn ai phóng to qua thư rậm tây mấy bon ai miên thư bon phó nè ta lời bài chơi ta bài sẽ nghe bị Americ mà bỏ thẻ về làm cái bay vào đó là môi nó là môi phật nó ơi việc canh từ cái xuông và mất phật xi món nó dùng chay càng như việc thưa rằng mà nè miền này chẳng ai phá lưới miền này tiết nè ngày lấy chết tay người muốn bao khơi nơi vừa đi kia xử lý cái phá là thọt nó rồi lấy không ai những cái thằng bị vót căn là từ một lắng ấy nè nè ngày việc còn trong ban này tiếp còn trong ban đột tiền đột để kiêng để muốn thế này mà hơi lấy khi nào tầm lấy xăng lấy nơi tầm một lít mình đòn $1 phong hơi bị đám sẽ ta làm thay đó là bị chó ăn miền là cái spa cung đó cái ta đi ra thả ban mình cho tầm lấy xăng chun bị chia bớt ngặt chăng anh nói về rằng đó phở nó phở ban mưa po miếng ngày muốn bọn mưa tam Facebook khơi nhờ tôi chỉ nói Long Bích nè ngày cái rây lười kia mình nè mà $1 là tới miền man giúp ao vận năng man $50 làm mấy anh BTV giúp việc vận năng ta đặtនៅ ICC nè ngày ê chìm niên ta xa có chìm niên và cài rồi bà nè ngày có đây có lẽ băng lui lại nó $500 để có trên được cái hai con trai kia mà làm mơ này với những nè ngày đi mà năm tới pi năm nè ngày là cả anh đã chết nó chết là cắt cái đây món này anh miên mơ bị chụp mơ tờ lọt món này là ngày chẳng mình tha buộc cọt bảo tờ kia cọt nữa ai chẳng mình là trồng còi để cái hai tha đằng nọ tầm rõm đằng á nè và cái lấy mơ bị đá chiên và về tầm chụp đom xong si cầm giật hà tờ 4 từ bị chụp mới bẹn chiên sẽ co tẹt loạn sâu cái đen tẹt làm bây ai cái chạp rõm nó nè nơi Americ nơi Parang ấy bẹn dành chiên nó sẽ tập bích rồi ấy đó là bê chưa sụp dù tới tẹt đáy lên hiện tẹt cái khơi nhé bẹn ở đây với hi sân hi đòn miệng đầy cái xua mất chứ lím dân mà đôi phao này mà sao mình dân ở phải pata cam tiêm tia bạc khai mà rồi học năng ná dân ấy xong ai đâm xong lần xí hay ai đâm cầm giật hà từ lúc bằng bàn bạc khai và năng xong rồi lúc ai là cam mà con lúc bạc khai và năng tại cục kia bà mau tiền vô tôi mà cái khơi mà thưa cái nụ mà lớn anh ông ban hà rồi thà bà smart phim mình á tới bảo ót sao hơi ban là kia nom mau luôn ấy bà cao chia hạ chip chăng hơi mỏi nhung màu ấy từng trom từng triên bớt tu chiêm cam mà con đôi chỉ troll pe ơi mơ tới mồm cài luôn này đôi bong vậy dân Paul đôi bong vậy mỗi nè sọc này mỗi khi nè chụp này mà ta bong vậy tha nè thưa này vô bái vì mình ấy tay tầm khăn anh đã bầm ra để vô bái để đâu cứu bà nâng cái thưa để vô bái đã bay phải giao nâng ngày đâm bay phải giao đâm bay ẩm nai tay ta nét đã bầm ra để vô bái với ban ấy ban toàn đôi phao thái tia đây nó lư vô tới tia đây nó áo vậy nâng viên chắc này trăm bắt đầu
បាយនឹងខ្ញុំអីថាបងប្អូនជាច្រើនដែលគេហៅថាគាត់ចំណាយពេលវេលាលះបង់ពេលវេលាមកបញ្យលអស់លោកមួយចំនួនដែលងឹតងងុលហ្នឹងគឺថាមកពីអីមកពីយើងអាណិតពួកគាត់មិនចង់ឲ្យគាត់ដឹងថាគេបោកគាត់ហើយអញ្ចឹងយើងខំបញ្យលប្រាប់តែបាយគេថាយើងហ្នឹងផ្កាប់មុខបាយយើងហ្នឹងជាកាជះយួនអីវាទៅជាអញ្ចឹងអស់ហ្នឹងអាណិតពួកគាត់វិញណាខ្ញុំសពថ្ងៃខ្ញុំអត់ខ្ញុំដូចប្រាប់ផលខ្ញុំអត់មាននិន្នាការខាងគណៈបកណាទេតែខ្ញុំនិយាយពីការពិតណាផលបាទខ្ញុំទៅឃើញមិនខ្ញុំនិយាយអញ្ចឹងថាប្រទេសខ្មែរថ្ងៃរីចម្រើនមូលហេតុអីខ្ញុំទៅខ្មែរខ្ញុំអត់សូវហ៊ានបើកឡានទេខ្ញុំឲ្យបងអូនខ្ញុំបើករហូតមូលហេតុខ្ញុំវិញផ្លូវបាទបើផ្លូវស្ពានអញ៉ៃមិនដឹងជាទៅលិចទៅកើតទៅជើងទៅត្បូងនឹងទៅខាងណាហ្នឹងហើយឲ្យផ្សារទំនើបក៏កាន់តែច្រើនទៀតមិនចាំទៅណាឆ្ងាយផលក៏ទៅចូលកោះពេជ្រក៏វិញដែរបាទហើយដល់តែអញ្ចឹងអូននឹងគាត់មានប្រសាសន៍ប្រហែលជាគាត់មិនដែលចេញទៅណាគាត់នៅក្នុងដណ្ដងពិបាកផលណាបាទដល់អញ្ចឹងបានបងចង់និយាយថាបងនិយាយអស់នេះមិនកុំមកជេរបងមុននឹងជេរបងអូនឯងទៅឆ្លោះកញ្ចក់មើលសិនថាពាក្យស្នេហាជាតិពាក្យជាតិតិហ្នឹងប្រែថាម៉េចជាតិតិប្រែថាកំណើតបើអូនឯងដូរកំណើតហើយអូនឯងស្នេហាជាតិយ៉ាងម៉េចហ្នឹងហើយហើយដូចគាត់និយាយថាច្បាំងជាមួយអ្នកណាថាសម្ដេចតេជោច្បាំងជាមួយអ្នកណាច្បាំងជាមួយខ្មែរពេលនោះមិនច្បាំងជាមួយខ្មែរវិញខ្មែរជាប៉ុលពតជំនាន់នោះណែច្បាំងជាមួយនៅអពតគេអូនឯងបងឯងគិតថាខ្មែរប៉ុលពតល្អអូនឯងខំប្រឹងឲ្យគេរំដោះទៅអីហ្នឹងហើយពីព្រោះខ្មែរនេះវាមិនមែនល្អទាំងអស់សាសនាក៏យ៉ាងដែរវាអត់មានអាណាល្អទាំងអស់ទេហ្នឹងហើយលោកច្បាំងជាមួយថ្មិលហើយដល់អូននិយាយហ្នឹងអូនឯងច្បាំងជាមួយអ្នកណាអូនឯងមកប្លន់ព្រះវិហារហ្នឹងប្លន់ព្រះវិហាររបស់ខ្មែររបស់អ្នកណាមកអូនហ្នឹងបែរអ្នកច្បាំងvớiព្រះវិហារណាច្បាំងវាយព្រះវិហារហ្នឹងទៅបាទហ្នឹងហើយអញ្ចឹងទេយើងបញ្យលអាល្ងងទូទាំងពីរនាក់នេះប៉ុណ្ណឹងបានណាបងណាវាដល់27នាទីអញ្ចឹងទេឥឡូវចុងចប់បើមានពាក្យអីផ្ដាំផ្ញើបាទសូមជឿបាទគាត់ឲ្យខ្ញុំសនំពរឲ្យរដ្ឋាភិបាលហ្នឹងហើយឲ្យលោកជួយខ្មែរតទៅទៀតហើយលោកអភិវឌ្ឍតទៅទៀតហ្នឹងហើយសូមសនំពរមួយទៀតចំពោះបកប្រឆាំងទាំងអស់តែកុំឲ្យលោកចេះតែមានការដូចថារិះគន់ខុសលក្ខណៈរិះគន់ដើម្បីស្ថាបនាណាផលបាទហ្នឹងហើយសូមឲ្យបងប្អូនទាំងអស់នេះចាប់ដៃគ្នានាមជាខ្មែរដូចគ្នាឲ្យឈប់គេនយោបាយទៅអាណិតកូនខ្មែរហ្នឹងហើយជួយខ្មែរទាំងអស់គ្នាទៅបាទខ្ញុំសនំពរតែប៉ុណ្្នឹងទេផលអត់មានអីទេឲ្យខ្មែរស្រឡាញ់ខ្មែរហើយកុំឲ្យគប់ងល់ខាងគណៈបកយើងគិតពីរឿងគេពេលគិតពីរឿងរ៉ូស៊ីបាទតែយើងមានរបបរ៉ូស៊ីយើងអត់មានពេលទៅគិតរឿងបករឿងពួកអីហ្នឹងហើយនៅសនំពរប៉ុណ្ណឹងហើយកុំឲ្យបើបងប្អូនជេរតាម Facebook ក៏ជេរឈប់ជេរទៅឲ្យមានឲ្យគិតពីសុជីវធម៌របស់ខ្មែរខ្លះផងបាទខ្មែរយើងគោរពអីមេត្តាករុណាមុទិតាអបិក្ខាហ្នឹងហើយឲ្យស្គាល់ពីអស់ហ្នឹងឲ្យមានសិលធម៌ណាអត់សិលធម៌មិនមែនជាខ្មែរទេបាទយ៉ាងអរគុណច្រើនផលបាទជូនពរបងបាទសុខសប្បាយទាំងអស់គ្នាបាទសូមបាទជូនពរផលសុខសប្បាយបាទ